តើអ្វីទៅគឺជា quantum entanglement ដែលធ្វើឲ្យសូម្បីតែលោក Albert Einstein ក៏មានអារម្មណ៍ថាវិលមុខជាមួយនោះដែរចូលស្រមៃដល់ភាគល្អិតពីរដែលបានចាប់កំណើតមកជាមួយគ្នាហើយផ្សារភ្ជាប់គ្នាជារៀងរហូតដោយចំណងដ៏ចម្លែកមួយរហូតដល់លោក Albert Einstein ខ្លួនឯងផ្ទាល់បានហៅវាថាគឺជាសកម្មភាពខ្មោចលងពីចម្ងាយនេះគឺជាបាតុភូតការជំពាក់ជំពិនគ្នាផ្នែកកង់តិចប្រសិនបើអ្នកបំបែកភាគល្អិតទាំងពីរនេះឲ្យនៅឆ្ងាយពីគ្នារាប់ពាន់រាប់លានឆ្នាំពន្លឺហើយអ្នកធ្វើការផ្លាស់ប្ដូរលក្ខណៈសម្បត្តិរបស់ភាគល្អិតម្ខាងនោះភាគល្អិតម្ខាងទៀតនឹងធ្វើការផ្លាស់ប្ដូរទៅតាមនោះភ្លាមៗក្នុងពេលតែមួយហាក់បីដូចជាពួកវានៅតែមានទំនាក់ទំនងជាប់គ្នាជានិច្ចដូច្នោះដែរព្រឹត្តិការណ៍នេះកើតឡើងលឿនជាងល្បឿនដែលពន្លឺអាចធ្វើដំណើរឆ្លងកាត់រវាងពួកវាទៅទៀតដែលវាបានបំបែករាល់ច្បាប់រូបវិទ្យាបែបបុរាណទាំងអស់ក្រុមអ្នកវិទ្យាសាស្ត្រនៅតែបន្តជជែកដេញដោលគ្នាអំពីរបៀបដែលទំនាក់ទំនងខ្មោចលងនេះដំណើរការប៉ុន្តែវាគឺជារឿងពិតហើយវាគឺជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យានាពេលអនាគតដូចជាកុំព្យូទ័រកង់តិចនិងប្រព័ន្ធកោដនីយកម្មដែលមិនអាចបំបែកបានចក្រវាឡនេះពិតជាមានភាពចម្លែកអស្ចារ្យលើពីអ្វីដែលយើងធ្លាប់ស្រមៃដល់ទៅទៀតតើនៅមានរឿងរ៉ាវប្លែកៗបែបណាខ្លះដែលលោកអ្នកគិតស្រមៃដល់សូមប្រិយមិត្តជួយចែករំលែកបន្តនៅវីដេអូនេះនិងសូមជួយចុច follow page RT News ដើម្បីទទួលបាននូវព័ត៌មាននិងចំណេះដឹងថ្មីៗជាបន្តបន្ទាប់ទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត